បងប្រុសកន្ទុយទីដែលសមួយថ្ងៃបានប៉ុន្មានដែរកន្លែងខ្ញុំមួយថ្ងៃសតែ5គីឡូអីហ្នឹងមិនដែរចង់ទិញមែនមិនមែនតែរបស់បងទេសាច់ទីសពេញផ្សារនឹងខ្ញុំមកយកទាំងអស់ហាបងប្រុសនិយាយលេងមែនយករបស់អន់នឹងធ្វើអីយកទៅរងាស់យកខ្លាញ់យកធ្វើខ្លាញ់គួរឲ្យស្ដាយណាស់តិចតួចនឹងមិនគ្រាន់ចន្លោះថ្មីខ្ញុំផងខ្ញុំត្រូវទៅរកប្រភពនៅកន្លែងសម្លាប់សត្វកន្លែងនោះសម្លាប់ទីរាប់រយក្បាលក្នុងមួយថ្ងៃក៏ទីគោដូចភ្នំសុទ្ធតែជារបស់គ្មានអ្នកណាត្រូវការតែខ្ញុំមានលុយតែ3រៀលជាងទេទិញបានមិនច្រើនទេត្រូវរកវិធីយកអីវ៉ាន់មកសិនលុយមិនគ្រប់គឺជំពាក់សិនរស់ពីជាតិហើយមិនជឿថាដោះស្រាយមិនចេញទេបងប្រុសសុំសួររឿងមួយបានទេកញ្ចឹងមកទីទាំងនេះបងចាត់ការមិនដែរចាត់ការមិនទៀតយកទៅធ្វើជីកំប៉ុស្តតាមិនអញ្ចឹងទេចាក់ចោលសួរធ្វើអីហ្នឹងខ្ញុំចង់ទិញមានប៉ុន្មានយកទាំងអស់បងប្រុសរបស់នេះគ្មានអ្នកណាគេយកទេបើបងត្រូវការពិតមែនរើសយកពី3កន្ត្រកទៅមិនបាច់អស់លុយទេបងចៅអ្នកណាឲ្យបងសម្រេចចិត្តយកទៅឲ្យគេហ្វ្រីរបស់ក្នុងរោងចក្រនឹកឃើញចង់ឲ្យក៏ឲ្យមែនទេចង់បានក្បាលទានេះជារបស់រដ្ឋមិនមែនចង់យកក៏បានទេ1គីឡូ15សេនបើមិនព្រមគឺចប់ទើបថានឹងយកទៅធ្វើជីសោះឥឡូវឡើងថ្លៃបាត់ចង់បោកក្មេង3ខូបមែនប្រធានលីវជីក្នុងបញ្ជីគឺ0រៀលលក់ឲ្យខ្ញុំ15សេនលុយចូលហោបើអ្នកណាដឹងគ្នាទេយកបែបនេះវិញល្អទេខ្ញុំមិនធ្វើបាបបងទេរបស់ចោលសោះនឹងយក$3កក់សិនទៅលក់ដាច់ចាំចែកលុយទឹកតែថែមចំណេញទាំងសងខាងកុំឲ្យទាស់ចិត្តគ្នាពូកែនិយាយណាយក$3សិនចុះប្រញាប់ដឹកចេញទៅកុំឲ្យរួយរោមពេញនឹងបងឯងពិតជាខ្លាំងមែនប្រធានលីវកាច់ណាស់ក្នុងរោងចក្របងនិយាយតែប៉ុន្មានម៉ាត់ក៏ព្រមបាត់មនុស្សបែបហ្នឹងត្រូវលេងស្ទីលហ្នឹងជាងចៅថ្ងៃក្រោយខ្ញុំមកយកតតែបានជួយទុកឲ្យខ្ញុំផងបានទេបងឯងស្មោះត្រង់ខ្ញុំចូលចិត្តណាស់មកខ្ញុំជួយច្រកបងប្រុសទិញកញ្ចឹងមកទីនេះយកទៅធ្វើអីហ្នឹងមានអ្នកទិញមែនលោកគ្រូធ្វើការនៅរោងចក្រនេះប៉ុន្មានឆ្នាំហើយ23ឆ្នាំហើយសម្រាប់ទីរហូតឡើងក្រិនដៃអស់ហើយរាល់ថ្ងៃឃើញគេបោះកញ្ចឹងមកទីចោលដូចសម្រាមជឿខ្ញុំអត់ប៉ុន្មានឆ្នាំទៀតរបស់នេះថ្លៃជាងសាច់ទីទៀតខ្ញុំជឿបងប្រុសទុកចោលក៏អត់ប្រយោជន៍ដែរយកទៅសាកទៅរបស់នេះគ្មានអ្នកណាត្រូវការទេយកទៅសាកទាំងអស់គ្នាទៅលោកគ្រូចៅគុណធម៌នេះខ្ញុំចាំទុកហើយចាំខ្ញុំរកលុយបានមិនភ្លេចគុណបងទេអូហូស្មានតែអ្នកណាមិនមែនជាអ្នកចាក់ចេញពីផ្ទះចង់ទៅបង្កើតពិភពលោកថ្មីថៅកែធំវ៉ាងទេហីលីរបស់មានតម្លៃអីហ្នឹងម៉ាក់វាជាកញ្ចឹងក៏ទៀតតើមានតែឆ្អឹងធំក្លិនស្អុយណាស់ប៉ារើសរបស់នឹងយកទៅឲ្យឆ្កែស៊ីមែនខ្ញុំថានិយាយមែនណាប៉ាធ្លាក់ខ្លួនដល់ថ្នាក់នឹងផងគ្មានបាយស៊ីរហូតដល់ដើររើសសម្រាមល្បីទៅខ្មាស់គេញាប់ហើយអញខ្លាចខ្មាស់គេមែនទេខ្ញុំប្រាប់អញឲ្យច្បាស់ណាវ៉ាងជាងជន់មុខមាត់ឯងនេះគឺខ្ញុំចិញ្ចឹម26ឆ្នាំមកហើយកុំមកចង្អុលមុខខ្ញុំថាខ្ញុំរើសសម្រាមឲ្យសោះចាត់ទុកថាខ្ញុំរើសសម្រាមចុះចាំមើលថ្ងៃដែលសម្រាមនេះធ្វើឲ្យខ្ញុំរស់នៅស្រួលជាងឯងមានផ្ទះធំជាងឯងចាំមកនិយាយជាមួយខ្ញុំសំបីក្បាលទីក៏មិនចែកឲ្យស៊ីដែរហាហាឯងចង់ស៊ីឆ្ងាញ់ជាងពួកយើងមែនទេវ៉ាងស៊ូកោឯងឈួតលុយហើយខួរក្បាលខូចអស់ហើយចាំមើល3ខែទៀតដឹងថាអ្នកណាខួរខូចហើយដល់ពេលហ្នឹងកុំមកយំអង្វរឲ្យប៉ាឲ្យសោះបងវ៉ាងបងលេខក្នុងផ្ទុកបាវធំនេះមកកន្លែងខ្វាក់នេះធ្វើអីបងប្រុសបន្ទប់ចម្រោះទឹកនេះឈប់ប្រើហើយតាទុកចោលក៏ទេដែរខ្ញុំចង់ជួលប្រើពី3ថ្ងៃថ្លៃទឹកភ្លើងខ្ញុំចេញខ្លួនឯងលុយជួលចាំចុងខែឲ្យបានទេបងរោងចក្រមិនទាន់អនុញ្ញាតឲ្យជួលផងមានតែឆ្នាំងមួយចង្ក្រានមួយទេខ្ញុំគ្រាន់តែរងាស់អីវ៉ាន់បន្តិចបន្តួចទេចាំធ្វើឆ្អិនខ្ញុំយកមកឲ្យបងភ្លក់មុនគេតែម្ដងបន្ទប់ទេទុកចោលក៏ហុយដីដែរបងជួយខ្ញុំលើកនេះខ្ញុំចាំគុណជានិច្ចអូខេយ៉ាងណាក៏គ្មានអ្នកណាខ្វល់ដែរផ្ទះបាក់បែកនេះប្រយ័ត្នខ្លួនផងកុំបារម្ភមិនអីទេខ្ញុំនៅក្នុងរោងចក្រឧស្សាហ៍ទៅជួយចុងភៅចាំងណារឿងបង្កាត់ភ្លើងប៉ុណ្ណឹងកំពេចកំប៉ុកទេកាលនោះចុងភៅចាំងនៅរោងចក្រធ្វើម្ហូបខុសបានឆ្ងាញ់ខ្លាំងណាស់ខ្ញុំជួយការងារគាត់អស់3ឆ្នាំលុះចាំរូបមន្តទុកក្នុងចិត្តយ៉ាងណែនគួរឲ្យស្ដាយកាលនោះមិនហ៊ានធ្វើខ្លួនឯងខាត់ពេលអស់កន្លះជីវិតចាំរូបមន្តបានខ្លះតែរឿងភ្លើងនិងកម្រិតផ្សំគ្រូចាំងមិនបានបង្រៀនអស់ទេខ្ញុំត្រូវសាកល្បងខ្លួនឯងដាក់កាចាន់ច្រើនពេកវាល្វិញដាក់ឈើអែមច្រើនពេកវាចត់គ្រូចាំងធ្លាប់និយាយថាឥឡូវនេះកូនក្មុំយ៉ាសកាសឹងតែថាមាន25ខេត្តក្រុងហើយចេញពីខេត្តមួយចូលខេត្តមួយចេញពីខេត្តមួយចូលខេត្តមួយតែម្ដងគ្រាន់តែចូលដល់ឆ្នាំ2026ពបគឺ feedback កូនក្មុំយ៉ាសកាផុសមកហោហាតែម្ដងព្រោះដោយសារឲ្យកូនក្មុំទុកចិត្តលាបឃ្លុំជាមួយនឹងឈុតយ៉ាសកាស្បែកសឆ្វាលតែម្ដងថាមើលឲ្យតែលាបលេយ៉ាសកាតម្រងស្បែកចេញមកគឺស្អាតដូចម្ចាស់ប្រែនចឹងមិនមែនសតែម្ចាស់ប្រែនទេណាអ្នកប្រើប្រាស់ក៏សដូចគ្នាដែរចុះពិសេសគឺតម្រងតែមួយតែម្ដងសបែបស្អាតសបែបម៉ត់ថ្លាភ្លឺចេញពីខាងក្នុងណាបែបមានសុខភាពល្អគីឡូក្លា skin ណាចឹងមិនថាជាមួយនឹងលេយ៉ាសកាមួយប្រើប្រាស់ដោយទំនុកចិត្តលាបហើយដឹងតែសបែបលះមានសុខភាពល្អអញ្ចឹងមកអ្នកណាក៏តសើអ្នកណាក៏និយាយដែរថាកូនក្មុំទៅសផ្អើគេឡើងមករោងដល់ពេលម្ចាស់ប្រែនទៅដល់គឺតម្រងចេញមកតែមួយតែម្ដងគឺលះឆ្វាតសបែបស្អាតមានសុខភាពល្អអញ្ចឹងអីនេះមិនតាក់ទាញអ្នកប្រើប្រាស់មិនពួកដោយសារអី feedback យ៉ាសកាមួយថតតកាមេរ៉ាសៀនច្បាស់អញ្ចឹងទេហើយស្បែកបើគេសស្អាតសលះសឈ្នះអញ្ចឹងហើយនៅចាំអីទៀតកូនក្មុំឆ្នាំ2026អ្នកចង់បានប្តីលឿនទាំងអស់គ្នាប្រើប្រាស់ជាមួយនឹងឈុត4មុខនេះរបស់យ៉ាសកានេះជួនថាលាបឃ្លុំប្រើតាមការណែនាំមកស្បែកសលះសឈ្នះយថាផ្អើគេមកភូមិតែម្ដងជោគជ័យឬអត់គឺលើឆ្នាំងនេះហើយ
បើឆ្ងាញ់ស្អែកនេះនឹងមានលុយកាក់ចូលបើខូចលុយ3រៀលនេះនឹងរលីបាត់ស្មានតែស្នូរបស់ឆ្ងាញ់អីតាមពិតកញ្ចឹងមកទាឆ្អឹងសុទ្ធខំឡើងហត់តាមវាងប្រហែលជីឈួតហើយធ្វើរឿងឥតប្រយោជន៍តោះទៅផ្ទះញ៉ាំបាយប្រញាប់ពេកហើយនៅខ្វះបន្តិចទៀតត្រូវបន្ថយភ្លើងរមាស់តិចត្រូវម៉ាច់ក្លិននេះឯងបានការហើយព្រឹកស្អែកនេះនៅមុខផ្សារនឹងខ្លាចជាកន្លែងតាបាំងសាក់មួយកន្លែងទុកចាប់ដើមបើកដោយប្រើដើមទុន3រៀល2ចាំមើលថ្ងៃនេះគាត់អាចសាងខ្លួនបានទេកញ្ចឹងមកទីគូក្តៅទៅចេញពីឆ្នាំងកញ្ចឹងមកទីនេះមានតែឆ្អឹងសោះបាទលុយមួយកាក់ទិញខ្ទឹមបាន2ដាំបាត់អ្នកណាទៅស៊ីវាបងប្រុសរបស់រកស៊ីនេះប្លែកខ្លាំងណាស់ក៏ទីក៏យកមកលក់យកលុយដែររស់40ឆ្នាំទើបតែឃើញលើកដំបូងក្លិនឈ្ងុយប្លែកភ្នែកតែគ្មានសាច់សោះខំឡើងចុកថ្មិញបានតែឆ្អឹងទេប្អូនប្រុសក៏ទីនេះមិនមែនស៊ីសាច់ទេគឺស៊ីរសជាតិហើយឆ្ងាញ់ប្លែកមាត់ខ្ញុំមិនកុហកទេណាកាត់ជីកង់អ្នកណាក៏អាចសាក់បានបើឆ្ងាញ់ចាំទិញមិនឆ្ងាញ់ដើរចេញទៅមិនយកលុយ1រៀលពូសាក់ហ្វ្រេមែនអត់មិនទិញក៏បានមែនទេសាក់សិនទៅឆ្ងាញ់ចាំគិតលុយមិនឆ្ងាញ់ដើរចេញមិនខាត់ឡើយរសជាតិញាក់សាច់ឈ្ងុយហើយហឹរទៀតកាន់តែទំពាកាន់តែជក់ចិត្តពូយកឲ្យខ្ញុំ5ដើមយក10ដើមផ្ញើមួយនៅការដ្ឋានឆ្ងាញ់ដល់ថ្នាក់ហ្នឹងសាក់2ដើមសិនលឿនឡើងសាក់មើលឆ្ងាញ់ជាងហាងធំទៅទៀតមួយកាក់មួយដើមកប់សេរីហ្មងស្មានមិនដល់សោះឆ្អឹងក៏ទីនេះកាន់តែស៊ីកាន់តែជក់មាត់ទុកចិត្តមិនជាប់ទេថៅកែសុំ5ដើមទៀតអញ្ចឹងយកក៏ទា2ដែលមកហាលើកនេះមិនរើថាឆ្អឹងច្រើនទេអីទិញតែ2ផ្ញើប្តីខ្លែងស្រាប់ប៉ុណ្ណោះសុំ5ដើមទៀតយកអាហារខ្លាំងមកកុំប្រញាប់បានគ្រប់គ្នាណាបងប្អូនភ្លក់សិនចាំទិញឆ្ងាញ់ចាំគិតលុយក៏ទាត្រកោវាងញ៉ាំហើយច្បាស់ជាជក់ចិត្ត47រៀលពេញមួយព្រឹកបាន47រៀលបងប្រុសអើយមួយព្រឹកបងរកបានស្មើខ្ញុំលក់បន្លែកន្លះខែ47រៀលស្មើនឹងថ្លៃឈ្នួលខ្ញុំលីសែងកន្លះខែជាងដាំទុនតែ3រៀល2កាក់មួយព្រឹកចំណេញឡើងជាង10ដងជាតិមុនខ្ញុំប្រកល់ជីវិតគេដល់ងាប់ទៅគ្មានសល់លុយកាក់អីទេជាតិនឹងជាលើកដំបូងតែខ្ញុំរកលុយដំបូងដោយខ្លួនឯងអូបងប្រុសមកវិញហើយអីលក់ក៏ទាដាច់អត់បងបានប្អូនជួយនឹងណាជាងចៅមួយព្រឹកលក់អស់រលីងយកទៅប្អូនវ៉ាងស៊ឺកិនធ្វើជំនួញដឹងគុណគេជានិច្ចប្អូនល្អនឹងបងមិនឲ្យហត់ទេថ្ងៃក្រោយនៅត្រូវពឹងប្អូនយកអីវ៉ាន់ទៀតពួកយើងត្រូវរកស៊ីវិញឆ្ងាយកុំប្រកែកអីកញ្ចឹងមកទីនោះគង់តែគេបោះចោលទេញាក់សាច់ខ្ញុំជួយបន្តិចបន្តួចគ្មានបញ្ហាមិនបាច់គិតលុយទេយកតាមនឹងចុះបងមិនយកខ្ញុំរត់តែត្រូវតែឲ្យថ្ងៃមុខនៅវិញឆ្ងាយទៀតបងអស់បារម្ភទើបខ្ញុំស្ងប់ចិត្តបងប្រុសច្រើនឆ្នាំមកនេះខ្ញុំត្រូវគេមើលងាយណាស់មានតែបងទេដែលឲ្យតម្លៃខ្ញុំការងារនេះខ្ញុំត្រូវតែជួយប្រធានលាវលុយថ្លៃនឿយហត់កាលពីម្សិលមិញថ្ងៃនេះខ្ញុំប្រកាសជាទូទាត់ឲ្យមានថែមជូនបន្តិចបន្តួចទៀតថ្ងៃមុខដើម្បីកុំឲ្យបងពិបាករាល់ការដឹកទំនិញយើងគិតលុយឲ្យច្បាស់លាស់ដឹងខ្យល់ល្អណាស់ព្រមចុះទៅថ្ងៃក្រោយទំនិញបងខ្ញុំឲ្យឡើយចៅទុកឲ្យមនុស្សបែបហ្នឹងកុំទៅតាំងជាមួយគេអីឲ្យតម្លៃគេគ្រប់គ្រាន់គេមិនរំខានយើងទេពួកយើងដឹកទំនិញដោយសន្តិវិធីទៅបងប្រុសនៅតែជាបងដែលខ្លាំងពូកែហាថ្ងៃនេះលក់អស់200គីឡូស្មានមិនដល់ស្អែកត្រូវត្រៀមយ៉ាងតិច500គីឡូលក់តែកញ្ចឹងក៏ទាមិនទាន់គ្រាន់ទេគ្រឿងក្នុងទាស្លាប់ទាខ្ញុំនឹងក្រាបរងទាំងអស់មុខម្ហូបកាន់តែច្រើនទៅមួយមិនទៅណាសម្រាប់ភូមិដំបងចាត់ទុកថាឈ្នះហើយតែនេះគ្រាន់តែជាការចាប់ដើមជីវិតខ្ញុំវ៉ាងស៊ូកិនម្នាក់នេះមិនមែនចង់បានត្រឹមតែតូចមួយទេចាំមើលទៅមិនយូរទេក្លិននេះនឹងហុយពេញផ្លូវឲ្យពួកមើលងាយខ្ញុំទាំងឡាយមើលឲ្យច្បាស់ភ្នែកថាវ៉ាងស៊ូកិនរើបានសម្រាមឬមាសពិតប្រាកដមិនស្គាល់ប្រទេសបារាំងគឺជាប្រទេសមួយដែលខ្លាំងក្នុងចំណោមបណ្ដាប្រទេសកម្ពុជាជាច្រើនជាពិសេសគឺជាប្រទេសដែលផ្ដោតសំខាន់ទៅលើរូបមន្តនៃការសម្រកគីឡូបានយ៉ាងលឿនឆាប់រហ័សក្នុងរយៈពេលខ្លីប្រកបទៅដោយសុវត្ថិភាពខ្ពស់ដូច្នេះប្រសិនបើបងអូនកំពុងតែមានការព្រួយបារម្ភទាក់ទងទៅនឹងបញ្ហាកាំងគីឡូលើខ្លាញ់ឬក៏មានបញ្ហាដាមដៃកពួនដៃកពួនជើងក្បាលពោះធំមានបញ្ហាបឿកញ៉ាំថ្នាំសម្រកមកច្រើនហើយមិនស្រកសោះជាពិសេសមានការធ្វើទុកធំពិបាកក្នុងខ្លួនរាគអួតចង្អោរលេងចក្តីបារម្ភទៀតហើយដោយឈរលើស្តង់ដារលំដាប់ថ្នាក់ ISO Yasaka Body Shape ធានាទាំងស្តង់ដារអនាម័យគុណភាពប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់ 100% តែម្ដងមិនមែនជាប្រភេទថ្នាំសម្រកដែលផ្ដោតទៅលើការរាករូសអួតចង្អោរអស់កម្លាំងធេងធងទេក៏ប៉ុន្តែជាកំពូលវីតាមីនដែលផ្ដោតទៅលើការដុតបំផ្លាញជាតិខ្លាញ់ជាតិពុលដែលកកស្ទះនៅតាមរាងកាយដូច្នេះមិនថាបងអូនធ្លាប់មានបញ្ហាកាំងគីឡូយូរឆ្នាំយ៉ាងណាក៏ដោយកាំងគីឡូដោយសារកត្តាអីក៏ដោយញ៉ាំជាមួយនឹង Yasaka Body Shape វានឹងចូលទៅដុតបំផ្លាញជាតិពុលជាតិខ្លាញ់ដែលកកស្ទះនៅតាមរាងកាយបានយ៉ាងឆាប់រហ័សតែម្ដងស្រកលឿនក្នុងរយៈពេលខ្លីដោយសារតែជាតិពុលជាតិខ្លាញ់ត្រូវដុតបំផ្លាញគ្មានសល់ហើយបញ្ចេញចោលតាមរយៈទឹកនោមនិងការបែកញើសធ្វើឲ្យយើងស្រកគីឡូបែបស្រួលខ្លួនដូចហាត់ប្រាណអញ្ចឹងកាន់តែល្អថែមទៀតជួយកាត់បន្ថយនៅចំណង់អាហារផ្អែមនិងអាហារខ្លាញ់ជួយឲ្យយើងញ៉ាំតិចជាងមុនក៏ប៉ុន្តែអាចឆ្អែតបានយូរមកដូច្នេះ easy មែនតើជាមួយនឹង Yasaka Body Shape ចង់ស្រកប៉ុន្មានគីឡូក៏បានដែរព្រោះមួយកំប៉ុងស្រកពី3ទៅ8គីឡូស៊ីផុយបាត់ទៅហើយ Yasaka